นี่បងប្អូនផ្លែតាគីបក្តាមបងប្អូនណាចង់ហូបអីមកបេះបានផ្លែតាគីបក្តាមផ្លែច្រើនពីដើមនឹងផ្លែប្រក់មែកដែរដងគៀបក្តាមនេះមើលផ្លែតាំងពីចុងមកដល់គល់ផ្លែច្រើនផ្លែដងគៀបក្តាមបងប្អូនខ្លះក៏ស្គាល់បងប្អូនខ្លះក៏ប្រហែលជាមិនស្គាល់ទេផ្លែហ្នឹងនៅព្រៃនេះតាមភូមិកំរមានដើមហ្នឹងដើមតាគៀបក្តាមហ្នឹងផ្លែវាឆ្កោមនេះផ្លែចុងកោមអញ្ចឹងផ្លែមើលអានេះល្មមហូបឆ្ងាញ់ប៉ុណ្ណឹងហូបឆ្ងាញ់ជូរអែមហ្នឹងយើងបុកអំបិលម្ទេសមកចុចជាតិនេះប៉ុណ្ណឹងដាក់ជូរជ្រះនេះមកឆ្ងាញ់ប៉ុណ្ណឹងជូរជ្រះផ្លែនេះឡើងតលេងនិយាយហើយគាត់នឹងចៃក៏ហេទឹកមាត់ស្រក់ទឹកមាត់តែអាហ្នឹងសក់ទឹកមាត់បងប្អូនយើងធ្លាប់ហូបបងប្អូនដែលធ្លាប់ហូបដឹងនេះផ្លែតលេងអញ្ចឹងជូរអែមបុកបើម្ទេសមកចុចជ្រលក់ចុចទឹកត្រីក៏បានដែរបងប្អូនទឹកត្រីផ្អែមទឹកត្រីដាក់ស្ករណាចុចឆ្ងាញ់ដែរណាជូរបើទុំបើទុកឲ្យវាចាស់ទៅជូរវិញទោះថាបើសិនជាទុំផ្អែមនេះប៉ុណ្ណឹងជូរអែមហ្នឹងហូបឲ្យឆ្ងាញ់ហូបរៀងស្ទើរឲ្យវាចាស់ពេកនេះប៉ុណ្ណឹងល្មមហូបឆ្ងាញ់វាអត់សូវជូរតែដែលដូចខ្ញុំបង្ហាញនេះ